និស្សិតស្រីម្នាក់បានឃើញស្ត្រីល្បិចក៏ម្នាក់លួចអត្តសញ្ញាណប័ណ្ណរបស់នាងដើម្បីក្លែងបន្លំជានាងទៅរៀបការជាមួយបុរសម្នាក់ទៀតទោះជាយ៉ាងណាក៏ដោយនាងមិនបានខាត់គាត់ទេផ្ទុយទៅវិញនាងបានបណ្ដោយឲ្យស្ត្រីនោះប្រើអត្តសញ្ញាណរបស់នាងនៅទីបំផុតនាងសុខចិត្តទទួលយកផលវិបាកនៃអាពាហ៍ពិពាហ៍คล้ายៗនឹងការបោកប្រាស់ប្រាក់ជំនួសស្ត្រីល្បិចក៏នោះនៅក្នុងជាតិមុននាងបានរកឃើញថាមិត្តរួមបន្ទប់របស់នាងមានមុខមាត់ស្រដៀងនឹងនាងខ្លាំងណាស់ភាពខុសគ្នាត្រង់ថាស្នាមនៅលើមុខរបស់ពួកគេស្ថិតនៅទីតាំងផ្ទុយគ្នានៃភ្នែកតែប៉ុណ្ណោះចាប់ពីថ្ងៃនោះមកពួកគេបានក្លាយជាមិត្តជិតស្និទ្ធនឹងគ្នារហូតដល់ថ្ងៃមួយមិត្តភក្តិនោះបានសុំខ្ចីអត្តសញ្ញាណប័ណ្ណរបស់នាងមូលហេតុគឺដើម្បីទទួលបានការបញ្ចុះតម្លៃសមាជិកភាពនៅផ្សារទំនើបដោយមិនស្ទាក់ស្ទើរនាងបានឲ្យគេខ្ចីប៉ុន្តែមួយខែក្រោយមករូបថតជាច្រើនរបស់នាងជាមួយអ្នកមានផ្សេងបានលេចឡើងលើអ៊ីនធឺណិតមានពាក្យចាំអារ៉ាមថានាងជាស្រីបោកប្រាស់អ្នកមានសំបីតែមិត្តរួមថ្នាក់ក៏ចាប់ផ្ដើមនិយាយដើមនាងដែរអ្វីដែលកាន់តែអាក្រក់នោះបុរសម្នាក់ដែលអះអាងថាជាប្តីរបស់នាងបានបង្ហាញខ្លួននៅសាលាហើយស្រែកថានាងជាស្ត្រីបោកប្រាស់បន្ទាប់ពីទទួលបានប្រាក់$1 លាននាងក៏បាត់ខ្លួននាងមិនបានស្គាល់បុរសនៅចំពោះមុខនាងទេដោយគិតថាគាត់ឈួតនាងក៏ទះកំភ្លៀងគាត់បុរសនោះខឹងខ្លាំងក៏សម្លាប់នាងដោយកាំបិតមុនពេលស្លាប់នាងបានឃើញមិត្តរបស់នាងញឹមដាក់នាងទើបដឹងថាវាជាផែនការរបស់គេប្រហែលជាឋានសួគ៌បានឬការឈឺចាប់របស់នាងទើបឲ្យនាងកើតមកវិញចំថ្ងៃដែលមិត្តភក្តិសុំខ្ចីអត្តសញ្ញាណប័ណ្ណដើម្បីជៀសវាងវាសនាអាក្រក់នាងបានកុហកថាអត្តសញ្ញាណប័ណ្ណបានបាត់ហើយនឹងទៅធ្វើថ្មីនៅថ្ងៃស្អែកដោយឃើញថាស្ត្រីល្បិចក៏មិនមានការសង្ស័យនាងបានចេញទៅក្រៅភ្លាមហើយតាក់ទងអ្នកធ្វើអត្តសញ្ញាណប័ណ្ណคล้ายៗថ្ងៃបន្ទាប់នាងបានដាក់អត្តសញ្ញាណប័ណ្ណคล้ายៗក្នុងថតទោសហើយប្រាប់មិត្តភក្តិថានាងនឹងទៅធ្វើថ្មីពេលនាងចេញទៅមិត្តភក្តិក៏លួចបើកថតទោសឃើញបែបនេះនាងដឹងថាមិត្តភក្តិបានជាប់អន្ទាក់ហើយឥឡូវនេះនាងគ្រាន់តែរងចាំឲ្យស្ត្រីល្បិចកនោះទទួលផលកម្មនៃការប្រើប្រាស់អត្តសញ្ញាណប័ណ្ណคล้ายៗប៉ុណ្ណោះនៅពេលរសៀលស្ត្រីល្បិចកបានប្រើអត្តសញ្ញាណប័ណ្ណនោះដើម្បីតាក់ទងមិត្តប្រុសនិងបង្ហាញវាដើម្បីបញ្ជាក់ថានាងមិនមែនជាអ្នកបោកប្រាស់បន្ទាប់ពីដឹងថានាងមិនត្រូវបានគេបោកបុរសនោះបានទិញកាដូថ្លៃឲ្យនាងជាច្រើននៅថ្ងៃនោះ2 ម៉ោងក្រោយមកស្ត្រីល្បិចកបានត្រឡប់មកវិញហើយលួចដាក់អត្តសញ្ញាណប័ណ្ណចូលក្នុងថតទោសរបស់នាងវិញដើម្បីឲ្យប្រាកដថាស្ត្រីល្បិចកនៅតែបន្តប្រើវានាងមិនបានយកវាមកវិញទេហើយធ្វើជាសុំទោសដែលមិនទាន់បានធ្វើថ្មីនាងបានអញ្ជើញមិត្តភក្តិទៅញ៉ាំអីមូលហេតុគឺព្រោះនៅ7 ថ្ងៃទៀតបុរសដែលត្រូវគេបោកកាលពីជាតិមុននឹងមកសម្លាប់នាងដូច្នេះនាងចង់ឲ្យស្ត្រីល្បិចកនោះមានពេល7 ថ្ងៃដើម្បីបំផ្លាញខ្លួនឯងនាងចង់ចាំថានៅថ្ងៃនេះក្នុងជាតិមុនស្ត្រីល្បិចកនឹងជួបបញ្ហាមិនយូរប៉ុន្មានព្រឹត្តិការណ៍ក៏កើតឡើងដោយការគិតពួកក្មេងស្ទាវ2 នាក់បានចាប់សក់ស្ត្រីល្បិចកហើយចោទប្រកាន់នាងថាលួចទូរស័ព្ទនៅហាងអ៊ីនធឺណិតប៉ុន្តែស្ត្រីល្បិចកបដិសេធមិនព្រមសារភាពពួកគេក៏អូសនាងទៅប៉ុស្តិ៍ប៉ូលីសនាងបានឃើញឱកាសក៏រត់ទៅជួយសង្គ្រោះស្ត្រីល្បិចកដោយអះអាងថាពួកគេចាប់ច្រឡំមនុស្សហើយតាមពិតគឺនាងខ្លួនឯងដែលលួចទូរស័ព្ទនេះធ្វើឲ្យស្ត្រីល្បិចកគិតថានាងឈួតនាងបានប្រាប់ពួកក្មេងស្ទាវថានាងជាចោរហើយរត់គេចខ្លួនប៉ុន្តែនាងមិននឹកស្មានថានេះជាចំណុចចាប់ផ្ដើមនៃក្តីវិនាសរបស់នាងទេផែនការរបស់នាងគឺឲ្យប៉ូលីសចាប់ខ្លួនរយៈពេល7 ថ្ងៃដើម្បីបញ្ជាក់ថានាងមិនមែនជាអ្នកដែលដើរបោកប្រាស់គេនៅខាងក្រៅពេលដឹងថានាងជាប់ឃុំស្ត្រីល្បិចក៏សប្បាយចិត្តណាស់នាងបានយកអត្តសញ្ញាណប័ណ្ណទៅបោកអ្នកមានម្នាក់ទៀតនាងថែមទាំងបោកឲ្យគេទិញកាដូជាច្រើនបន្ទាប់មកនាងបានទៅជួបបុរសទី3ហើយទាមទារ$1 លានដើម្បីរៀបការបុរសនោះយល់ព្រមប៉ុន្តែត្រូវទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ភ្លាមស្ត្រីល្បិចក៏យល់ព្រមព្រោះគិតថាមិនមែនជានាងដែលរៀបការនៅពេលរសៀលពួកគេបានសម្បត្តិអាពាហ៍ពិពាហ៍បុរសនោះបានឲ្យថ្នាំបំពន់ហើយចង់បានចៃឆាប់ឃើញលុយ$1 លានក្នុងដៃនាងក៏យល់ព្រមបន្ទាប់មកនាងក៏រកលេសដោះដៃចេញពីបុរសនោះនាងបានទូរស័ព្ទទៅរកគោលដៅបន្ទាប់ភ្លាមដោយមិនដឹងខ្លួនបុរសនោះកំពុងឃ្លាំមើលពីចម្ងាយស្ត្រីល្បិចក៏បានបោះថ្នាំបំពន់ចោលក្នុងធុងសម្រាមហើយជេរប្រមាថបុរសនោះថាឆោតល្ងង់ពេលបុរសនោះឃើញនាងចាក់ចេញគាត់ក៏ទៅរើថ្នាំបំពន់មកវិញហើយដឹងថាខ្លួនចាញ់បោកគេហើយនៅពេលនោះគាត់មានអារម្មណ៍ចង់សម្លាប់ស្ត្រីល្បិចកនោះចោល7 ថ្ងៃក្រោយមកនាងត្រូវបានដោះលែងថ្ងៃនេះគឺជាថ្ងៃគម្រប់ខួបនៃការស្លាប់របស់នាងកាលពីជាតិមុនដូច្នេះថ្ងៃនេះនាងនឹងធ្វើឲ្យវាក្លាយជាថ្ងៃគម្រប់ខួបរបស់ស្ត្រីល្បិចកវិញឥឡូវនេះនាងរួចផុតពីថ្ងៃស្លាប់ហើយបុរសនោះបានស្ទុះទៅសាលាហើយចាប់នាងគាត់ស្រែកថានាងបោកប្រាស់លុយនៅពេលនោះស្ត្រីល្បិចកបានមកដល់សាលានាងបានចង្អុលទៅស្ត្រីនោះហើយប្រាប់ថាគេជាប្រពន្ធរបស់បុរសនោះមានការភ័ន្តច្រឡំដោយសារពួកគេដូចគ្នាពេកគាត់ក៏សួរថាអ្នកណាជាប្រពន្ធពិតប្រាកដនាងមិនខ្លាចទេហើយសារភាពថានាងជាមនុស្សដែលគាត់កំពុងរកប៉ុន្តែនាងបានបកស្រាយថាស្ត្រីដែលមានសម្បត្តិអាពាហ៍ពិពាហ៍ទើបជាប្រពន្ធពិតប្រាកដបុរសនោះគិតថានាងគ្រាន់តែរកលេសគាត់បានបង្ហាញសម្បត្តិអាពាហ៍ពិពាហ៍ដើម្បីបញ្ជាក់ពេលឃើញសម្បត្តិនោះនាងដឹងថាដល់ពេលត្រូវលាបត្រដាងការពិតហើយប៉ុន្តែពេលស្ត្រីល្បិចក៏បានឃើញនាងក៏ភ័យស្លន់ស្លោភ្លាម